ជាកិច្ចចាប់ដើមនាងខ្ញុំសូមគោរពលោកខៀវសុខេស្ថាបនិកនិងនាយកនៃសាលារៀនអន្តរជាតិជាទីគោរពតាមខ្ពស់សូមគោរពគណៈកម្មការលោកគ្រូអ្នកគ្រូជាទីគោរពសូមគោរពអ្នកអាណាព្យាបាលសិស្សប្រមសិក្សានិស្សិតទាំងអស់ដែលវត្តមាននៅទីនេះជាទីគោរពនិងរាប់អាននាងខ្ញុំឈ្មោះច័ន្ទស្រីកិច្ចជាសិស្សថ្នាក់ទី5កនៅសាលារៀនអន្តរជាតិទីសិនថ្ងៃនេះនាងខ្ញុំពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់ដែលបានចូលរួមប្រកួតអានអំណាចក្នុងថ្ងៃនេះហើយនាងខ្ញុំនឹងលើកយកអត្ថបទអំណាចមួយមកអានគឺសម្ដេចព្រះសង្ឃរាជជួនណាតសូមអរមេត្តាទាំងមូលចូលរួមស្ដាប់ដូចតទៅការណាកិរិយាអភិសាសនាខ្មែរគឺគេតែងនឹងដាក់សម្ដេចព្រះសង្ឃរាជជួនណាតព្រះអង្គបានប្រសូតនៅថ្ងៃទី11រោចខែផល្គុនឆ្នាំវកឆស័កពុទ្ធសករាជ2527ត្រូវនៅថ្ងៃទី11ខែវិនាឆ្នាំ1883នៅខេត្តកំពង់ស្ពឺពីកុមារភាពលោកបានស្នាក់នៅនិងរៀនសូត្រជាមួយលោកគ្រូសុស្តាំព្រះនាងមកនៅវត្តពលយមស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនៅវ័យ16ព្រះវស្សាលោកបាននិមន្តទៅគង់នៅវត្តបួនណាឡៅរាជធានីភ្នំពេញលោកបានរៀនភាសាបាលីសំស្ក្រឹតជាយ៉ាងស្ទាត់ជំនាញព្រមទាំងជាភាសាបារាំងអង់គ្លេសសៀមលាវនិងវៀតណាមបានល្អបំផុតព្រះអង្គមានស្នាព្រះហស្ថធំៗជាច្រើនលោកបានដឹកនាំគណៈប្រតិភូទៅប្រជុំផ្នែកព្រះពុទ្ធសាសនាលើអន្តរជាតិជាពិសេសទៅធ្វើទស្សនកិច្ចនៅកម្ពុជាក្រោមដើម្បីប្រោសកំណែរៀបចំវត្តអារាមសម្រាប់ជនជាតិខ្មែរនៅទីនោះធ្វើបុណ្យទាននិងជាមណ្ឌលជួបជុំទាក់ទងគ្នាពិសេសរៀនអក្សរខ្មែរនៅគ្រិស្តសករាជ1963ត្រូវទទួលបានឋានៈជាសម្ដេចព្រះសង្ឃរាជថ្នាក់ទី1និងជាបណ្ឌិតអក្សរសាស្ត្រទី1នៅគ្រិស្តសករាជ1964ហើយត្រូវចូលទីមង្គលនៅគ្រិស្តសករាជ1969ក្នុងព្រះជន្មយុ86ព្រះវស្សានៃវត្តឧណាឡោរាជធានីភ្នំពេញជាទីបញ្ចប់នាងខ្ញុំសូមថ្លែងអំណរគុណដល់អង្គពិធីទាំងមូលដែលបានចំណាយពេលវេលាដ៏មានតម្លៃយកចិត្តទុកដាក់ស្ដាប់ការអានអត្ថបទរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់នាងខ្ញុំសូមគោរពជូនពរអង្គពិធីទាំងមូលជួបប្រទះតែពុទ្ធពលទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លៀងឡើយសូមអរគុណ